បាទក៏សូមលំអរកាយគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងថ្ងៃនេះផងដែរកម្មវិធីប្រឆាំងរបស់ Kiri Motion Media បានអញ្ជើញវាគ្មិនកិត្តិយសមួយរូបដែលលោកជាអ្នកវិទ្យាសាស្ត្រអេកូជីវសាស្ត្រជលផលនិងសេដ្ឋកិច្ចសង្គមបរិស្ថាននឹងចូលខ្លួនមកចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងទាក់ទិនជាមួយនឹងត្រីប៉ាស៊ីអ៊ីតបទៅតាមវីដេអូមុនដែលខ្ញុំបានបង្ហោះទាក់ទងជាមួយនឹងត្រីប៉ាស៊ីអ៊ីខ្ញុំបានសន្យាថានឹងអញ្ជើញវាគ្មិនដើម្បីមកបកស្រាយលម្អិតទាក់ទងជាមួយនឹងត្រីប៉ាស៊ីអ៊ីអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅជួបវាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាជម្រាបសួរលោកគ្រូបាទខ្ញុំបានអានឯកសារស្រាវជ្រាវទាក់ទងជាមួយនឹងត្រីប៉ាស៊ីអ៊ីរបស់លោកគ្រូហើយអានទៅខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងប៉ុន្តែគ្រាន់តែថាវាមានលក្ខណៈវិទ្យាសាស្ត្រស៊ីជម្រៅខ្លាំងពេកហើយខ្ញុំគិតថាទស្សនិកជនរបស់យើងនៅពេលដែលបានអានហើយក៏ពិបាកនៅក្នុងការយល់តាក់ទងជាមួយនឹងត្រីប៉ាស៊ីអ៊ីនេះដែរហើយតាក់ទងជាមួយនឹងភាពល្បីល្បាញរបស់ត្រីប៉ាស៊ីអ៊ីនេះខ្ញុំក៏បានភ្លក់ផ្ទាល់ឃើញថាវាមានរសជាតិឆ្ងាញ់មែនទែនហើយខ្ញុំគិតថាគួរតែចែករំលែកបទពិសោធន៍ទាំងអស់នេះក៏ដូចជាចំណេះដឹងតាក់ទងជាមួយនឹងត្រីប៉ាស៊ីអ៊ីទៅកាន់បងប្អូនទស្សនិកជនឲ្យគាត់បានជ្រាបកាន់តែច្បាស់អញ្ចឹងសូមសួរសំណួរលោកគ្រូទី1ថាតើហេតុអីបានលោកគ្រូបានមានគំនិតចង់ស្រាវជ្រាវអំពីត្រីប៉ាស៊ីអ៊ីណាសំណួរនេះជាសំណួរល្អហើយព្រោះថាអ្វីដែលយើងខ្ញុំមានគំនិតមួយគិតឃើញថានៅពេលយើងត្រីប៉ាស៊ីអ៊ីកាលពី10-20ឆ្នាំមុនវានៅសម្បូរកន្លងក្រោយមកកាន់បាត់ទៅហើយក៏យើងគិតឃើញថាកាលណាត្រីចង់បាត់បង់រដ្ឋយើងប្រទេសជាតិយើងគឺស្ថាប័នជំនាញក៏ដោយក៏តែងតែចង់អភិរក្សចង់ធ្វើការអភិរក្សហើយដើម្បីអភិរក្សបានតើតែយើងមានការយល់ដឹងច្បាស់ថាជីវិតវារស់នៅរបៀបម៉េចដើម្បីអភិរក្សវាត្រូវមកតែកណ្ដាលយើងអត់ស្គាល់ប្រវត្តិជីវិតអត់ស្គាល់ជីវិតវារស់នៅយ៉ាងម៉េចវាទៅពងកូនយ៉ាងម៉េចយើងអត់ដឹងយើងមិនអាចអភិរក្សវាបានត្រូវទេដូច្នេះអញ្ចឹងគឺការអភិរក្សលើពិភពលោកដោយសារការចំណេះដឹងជារួមមិនបានធ្វើស៊ីជម្រៅមួយហ្នឹងប៉ុន្តែប្រទេសគេខ្លះគេស៊ីជម្រៅមួយគេអភិរក្សត្រូវរបស់គេរក្សាបានហើយកន្លែងខ្លះទៀតបើយើងមិនបានសិក្សាស៊ីជម្រៅទេយើងអាចតតថាអភិរក្សទៅទេប៉ុន្តែអត់ទេបាត់បង់ដដែលទេដូច្នេះជាចម្ងល់របស់ខ្ញុំគឺចំណង់ចំណូលចិត្តរបស់ខ្ញុំដែលខ្ញុំចង់សិក្សាអំពីត្រីប៉ាស៊ីអ៊ីដើម្បីយើងធ្វើការអភិរក្សថ្ងៃក្រោយក៏ប៉ុន្តែសភាពការវាយ៉ាងម៉េចយើងអត់ដឹងទេប៉ុន្តែថាការដែលយើងសិក្សាស្រាវជ្រាវគឺដោយសារត្រីហ្នឹងវាមានលក្ខណៈពិសេសមួយហាក់ដូចជាត្រីជាតិដែរត្រីហ្នឹងព្រោះវាអត់រស់នៅកន្លែងណាវារស់នៅតែតំបន់មួយដែលឡែកហើយត្រីហ្នឹងមានលក្ខខណ្ឌខុសគេទាំងអស់វាចូលចិត្តរស់នៅតែទឹកថ្លាទេអត់នៅទឹកល្អទេបាទដូចលោកពូមានប្រសាសន៍ថាវាដូចជាត្រីជាតិមួយតំណាងឲ្យជាតិយើងដែរអញ្ចឹងតើត្រីនេះវាមានរស់នៅតែក្នុងប្រទេសកម្ពុជាយើងទេឬក៏វាមានរស់នៅក្នុងផ្នែកផ្សេងនៅប្រទេសណាផ្សេងទៀតដែរវារស់នៅក្នុងតំបន់តំបន់ទឹកជួរតំបន់ដែលមានរកេតថ្មរកេតកូដច្រើនតំបន់ខាងលើគឺចាប់ពីក្នុងទឹកខេត្តទឹងច្រើនជាងគេហើយនឹងខេត្តរតនគិរីតិចតួចណាមណ្ឌលគិរីតិចតួចហើយនឹងក្នុងខេត្តកញ្ចេះវារស់នៅប៉ុណ្ណឹងហើយវាមានឆ្លងកាត់តាមទន្លេសេកុងទៅប្រទេសឡាវដែរប៉ុន្តែរយៈកាលខ្លីទៅតែមួយខែទៅស៊ីចំណីត្រឡប់មកវិញនៅរដូវប្រាំងដូច្នេះការសិក្សាដែលយើងទី1យើងដែលចាប់ផ្ដើមគឺយើងដឹងវាសិនថាវានៅកន្លែងណាខ្លះទីគេធ្លាប់ឃើញអ្នកនេសាទនៅទីផ្សារយើងធ្លាប់ឃើញត្រីអស់ហ្នឹងយើងស្រាវជ្រាវឃើញមាននៅប៉ុណ្ណឹងគឺឃើញនៅក្នុងសឹងត្រែងក្នុងខេត្តកញ្ចេះមកតំបន់ខាងលើខេត្តកញ្ចេះយើងឃើញនៅក្នុងទន្លេសេកុងសេសានណាហើយទន្លេស្រីកោយើងប្រទេសឃើញវាទាំងអស់អញ្ចឹងមកយើងចាប់ផ្ដើមរៀបចំនៅវិធីសាស្ត្រក្នុងការស្រាវជ្រាវអំពីប្រភេទត្រីហ្នឹងតើវារស់នៅរបៀបម៉េចការរស់នៅរបស់វាពេលណាវានៅណាពេលណាវាធ្វើអីពេលណាវាពងកូនអីយើងធ្វើអញ្ចឹងបាទនេះជាចម្ងល់មួយទៀតដោយសារតែខ្ញុំមិនមែនជាអ្នកស្រាវជ្រាវមិនមែនជាអ្នកធ្លាប់ធ្វើការស្រាវជ្រាវអីមួយទេហើយចង់ដឹងតកតងជាមួយនឹងថាតើលោកពូធ្វើម៉េចបានដឹងថាស្រាវជ្រាវវាម៉េចប្រើវិធីសាស្ត្រវាម៉េចបានដឹងថាវាពងកូននៅកន្លែងនេះវាមានតែកន្លែងនេះវាមានឬក៏វាធ្វើចរាចរពីខាងណាទៅខាងណាអានេះជាសំណួរសំខាន់ហើយដែលប្រជាជនយើងជាទូទៅគឺតែងចង់ដឹងហ្នឹងបាទពេលអ្នកវិទ្យាសាស្ត្រលោកបកស្រាយចេញមកអញ្ចឹងគាត់ដឹងគឺធ្វើមិនខ្លះទី1គឺត្រីទាំងអស់ដែលយើងរកពីដំបូងយើងឃើញត្រីយើងយកមានទីផ្សារទេយើងអាចយកត្រីមកបានមុនគេបាទទីផ្សារហ្នឹងគឺជាប្រភពមួយដែលប្រភពប្រមូលផ្ដុំយើងយកត្រីទិញពីទីផ្សារមកយើងយកមកវះប៉ុន្តែនៅពេលយើងសួរអ្នកលក់ថាត្រីមកពីណាអ្នកលក់គាត់ថាគាត់យកពីអ្នកនេសាទនេះយើងតាមអ្នកនេសាទទៀតទៅជួបអ្នកនេសាទគាត់នេសាទត្រង់ណាដេញបន្តគ្នារោទាល់តែផុតគណៈក្នុងការស្រាវជ្រាវគឺថារោពី0ពី A ដល់ Z មកបាទពីគេថាពីដើមដល់ចប់អញ្ចឹងយើងដេញរោទីផុតយើងដឹងថាតំបន់ហ្នឹងគឺអ្នកនេសាទនៅកន្លែងនេះ
ចឹងយើងដឹងត្រីមាននៅត្រង់ហ្នឹងចឹងពេលយើងយកត្រីមកយើងយកមកវះមើលវាមើលក៏ពេញបន្តពូជវាយើងមើលខ្លាញ់សារជាតិខ្លាញ់ហ្នឹងមើលចំណេញក្នុងពោះវាក្នុងពោះវៀនវាយើងតែមើលទាំងអស់មើលបានយើងដឹងថាពេលដែលវានៅកន្លែងមួយចំណៃវាពេញពោះបាទក៏កន្លែងវាពងទៅស៊ីចំណៃគឺកន្លែងមួយទៅឃើញក៏ពេញបន្តពូជពងវារីកធំបាទគេថាដតពេលវាជាកូនណានេះយើងដឹងយើងកំណត់កន្លែងចឹងយើងតាមស្រាវជ្រាវហ្នឹងខ្ញុំនិយាយដោយកាត់ហើយមួយទៀតតែនៅពេលដែលឃើញវាចំណៃពេញពោះខ្លាញ់ពេញពោះទៀតបានគេថាកន្លែងហ្នឹងគឺកន្លែងសម្បូរស៊ីខ្លាំងអញ្ចឹងយើងត្រូវមានមេតូដូឡូជីយើងតាមរករបៀបណាទៅរកវារបៀបមិនតាមតើទៀតហើយយើងទៅធ្វើឲ្យបានច្រើនឆ្នាំថាឆ្នាំនេះយើងឃើញវាអញ្ចឹងឆ្នាំក្រោយទៀតឃើញអញ្ចឹងទៀតឆ្នាំមួយទៀតឃើញអញ្ចឹងទៀតឆ្នាំមួយទៀតឃើញអញ្ចឹងនេះ4ឆ្នាំយើងទូទៅគេធ្វើ3ឆ្នាំពេលក៏យើងអាច4ឆ្នាំបើយើងធ្វើពេលវេលាយើងស៊ីសងយើងមានពេលទេហើយពេលក្រោយមកទៀតយើងអាចក្រោយមក10ឆ្នាំយើងទៅមើលម្ដងទៀតតើវាមានការប្រែប្រួលទេណាបើមានការប្រែប្រួលបានក្តីបរិស្ថានប្រែប្រួលហើយអេកូឡូជីប្រែប្រួលហើយចឹងការស្រាវជ្រាវអញ្ចឹងបើឥឡូវខ្ញុំដល់លើកឡើងប៉ុណ្្នឹងសិនដែលយើងដឹងដល់ក្រោយតាយើងធ្វើអញ្ចឹងបានយើងដឹងថាត្រីទាំងអស់យើងប្រទះឃើញត្រីទាំងអស់ត្រីប៉ាស៊ីខ្ញុំអត់និយាយពីនេះខ្ញុំនិយាយប៉ាស៊ីនោះសិនប៉ាស៊ីអត់ទេចុងខែមកដល់ចុងខែនោះវាចាប់បង្ហាញខ្លួននៅម្ដុំទន្លេសេកុងចិត្តមកជាប់ទន្លេមេគង្គបាទខែមកដល់ខែ2ដល់10ពេញដែលសត្វចាប់បានច្រើននៅមុខកន្លែងលំធំមួយនៅមុខទីរួមខេត្តសឹងត្រែងរបស់ចាប់បាននេសាទនៅនឹងច្រើនអញ្ចឹងយើងឃើញត្រីអស់ហ្នឹងវាមកអំពីហ្នឹងពួកមុនហ្នឹងអត់ឃើញសោះចាប់ពីខែបើយើងនិយាយទៅពីខែ6ខែពាក់កណ្ដាលខែ6ទៅខែ7ខែ8ខែ9ខែ10ខែមកដល់ដើមខែមកដល់អត់ឃើញវាសោះដល់ចុងខែមកដល់ឃើញមានមកមួយក៏ធំមកមុនណាយើងមិនខាចឹងទី2យើងឃើញវាទៀតថានៅក្នុងខែ1ខែ2មានស្រាប់តែអ្នកនៅទន្លេសេកុងនៅប្រទេសឡាវក៏ឃើញវាប៉ុន្តែមួយទៀតអ្នកដែលស្រុកនៅយួនខំនៅម្ដុំយើងបើយើងខាងខ្មែរយើងគេហៅថាស្រុកគេស្អីកំពង់ស្វាយនៅអូស្វាយនៅម្ដុំហ្នឹងគេនេសាទបានដែរហើយនៅខាងឡាវគេនេសាទបានត្រីប៉ាស៊ីដែរប៉ុន្តែទូយឯងនៅវឿនខំទូយត្រីអាចជាប់ព្រំប្រទល់យើងក្រុមបាក់ខោហ្នឹងត្រីប៉ាស៊ីហ្នឹងទូយឯងប្រហែលជាមួយខំជាងមួយខំកន្លះប៉ុណ្ណឹងឯង2ខំឯងប៉ុណ្ណឹងប៉ុន្តែឡើងទៅឡើងគេឃើញប្រទេសឃើញមានដល់4ខំ8 7ខំអីមានឡើងទៅដល់យើងហៅតាមទន្លេសេកុងចូលដល់អត្តពើឡើងទៅដល់អត្តពើគេប្រទេសឃើញក្នុងខែ2ខែ3ហ្នឹងដែរហ្នឹងយើងបានព័ត៌មានហ្នឹងមកយើងទៅយកត្រីទីឡើងទៅយកមកវះមើលទៀតថាត្រីនៅអត្តពើវាមិនដែលគេចាប់បាននៅអត្តពើចាប់បាននៅក្នុងទន្លេសេកុងយ៉ាងម៉េចចាប់បាននៅវន់ខំខ្ញុំវះមើលទាំងអស់យើងមើលឃើញយើងឃើញថាត្រីនៅពេលហ្នឹងក៏ពីកាពះវាចំណៃពេញក្នុងពោះចំណៃពេញក្នុងពោះណាបានយើងយកចំណៃមកវិភាគទៀតថាចំណៃស្អីខ្លះអញ្ចឹងយើងឃើញថាចំណៃនៅក្នុងដែលពេលយើងវះយកមកមើលវិភាគយើងឃើញថាវាមានតែប្លង់តុងភាគច្រើនប្លង់តុងហើយវាមានត្រីខ្លះក៏មានប្រភេទសារ៉ាយ periphyton តែ periphyton អាហ្នឹងគឺសារ៉ាយមួយដែលមានប្រូតេអ៊ីនខ្ពស់ដែលធ្វើឲ្យត្រីជួយត្រីហ្នឹងឲ្យបានមានគុណភាពឆ្ងាញ់ណាគឺថាវាមានប្រូតេអ៊ីនខ្ពស់ណាសារ៉ាយហ្នឹងមួយសារ៉ាយស្លែហ្នឹងមួយហ្នឹងអញ្ចឹងយើងមើលឃើញនៅក្នុងខែ2ខែ3ខែ4ត្រីទាំងអស់ហ្នឹងវាឡើងទៅលើមែនប៉ុន្តែចំណៃហួរវាអត់មាន periphyton មានតិចភាគច្រើនគឺប្លង់តុងធម្មតាមានលីសូប្លង់តុងអញ្ចឹងណាហើយខ្លាញ់ពោះវាគោខ្លាញ់ពោះវាពណ៌សខ្លាញ់ពោះវាពណ៌សអញ្ចឹងយើងឃើញវាពណ៌សនៅឡើងពណ៌សនេះយើងពណ៌សអញ្ចឹងយើងឃើញម្ដងទៀតនៅក្នុងខែយើងឃើញបាត់ដល់ពេលហ្នឹងនៅក្នុងខែ4យើងចាប់ដើមយើងឃើញពួកពេលហ្នឹងយើងឃើញក្នុងខែ4ខែ5យើងឃើញមានកូនត្រីប៉ាស៊ីទូបែរជាតែទឹមញាស់បែរយើងមានទូគេវាយើងតែឃើញតែសារយើងដងសារយើងដងទេមិនតែឃើញមានពួកវាទូពេកយើងវិភាគយើងកំណត់ភិនភាពវាថាត្រីអីដឹងពួកវាទូពេកដល់វាធំប៉ុណ្ណឹងបែរសឹងប៉ុណ្ណឹងខ្លួនឯងបើគេវាយុមួយខែជាងហើយយើងអាចវិភាគដឹងថានឹងជាត្រីប៉ាស៊ីហើយយើងយកវាមើលអញ្ចឹងយើងឃើញវាអញ្ចឹងហើយបានយើងដឹងថាអញ្ចឹងត្រីអស់វាអាចនៅម្ដុំហ្នឹងវាអាចមានកន្លែងពងកូនមួយអញ្ចឹងនៅក្នុងហ្នឹងយើងឡើងទៅស្រាវជ្រាវនៅម្ដុំយើងខែកោះស្លែងក៏អីហ្នឹងខាងលើស្ទឹងត្រែងតិចខាងលើក៏ហើយបើក្រោមដកខោណាខាងលើហើយបែរជាជាង10គីឡូហ្នឹងវាមានកោះប្រមាណសិតឡៃថ្មរកេតកូកានហ្នឹងយើងទៅដាក់ពេលហ្នឹងយើងអ្នកនេសាទក៏ដែលមានអ្នកនេសាទទីកន្លែងហ្នឹងអញ្ចឹងយើងត្រូវធ្វើនេសាទខ្លួនយើងដែលយើងស្រាវជ្រាវ
យើងធ្វើមិនដើម្បីបានព្រោះតែក្នុងថ្មយើងយកមិនកើតពេលយើងប្រើវ៉រតននកាវ៉រតននខ្មែរនឹងហៅអីបើនឹងជនជាតិគាត់តែងប្រើគាត់យកវាមកដំហើយគាត់យកទៅជ្រូកក្នុងទឹកទៅវាមានពុលតែពុលសន្លប់អីចឹងណាពុលសន្លប់ទៅយើងយកមងត្រង់ដងទៅបានយើងឃើញកូនត្រីវាចេញមកពេលនឹងច្រើនអាមេត្រីធំវាពងកូនវាទៅបាត់ហើយទៅបាត់ហើយអាកូនទុកយើងជាស្រង់មកបានយើងទាំងតាកន្លែងតំបន់នេះជាកន្លែងពងកូនមួយក្នុងរដូវប្រាំងក្នុងខែ4យើងនិយាយក្នុងខែប្រឡោះចុងខែ3ទៅដើមខែ4ក្នុងប្រឡោះហ្នឹងយើងដឹកយើងសន្និដ្ឋានចឹងគេឲ្យសន្និដ្ឋានប៉ុន្តែយើងធ្វើដដែលតែ3-4ឆ្នាំជាប់នេះបានយើងហ៊ានសន្និដ្ឋានថាពិតជាកន្លែងហ្នឹងជាកន្លែងពងកូនមួយអញ្ចឹងបន្ទាប់មកទៀតដែលយើងឃើញវាបាត់ពីទន្លេមេគង្គនៅពេលរដូវទឹកកម្លាំងវាហូរខ្លាំងមិនសូវមានអ្នកនេសាទមែនប៉ុន្តែក៏មានអ្នកនេសាទដែរដាក់លបដាក់អីចឹងប៉ុន្តែអត់ដែរឃើញប៉ាស៊ីមុនអត់បាត់ប៉ាស៊ីពីទន្លេមេគង្គមកចឹងពេលហ្នឹងយើងឆ្ងល់តែវាទៅណាយើងទៅរកនៅខុំសេកងអត់ឃើញទៅសេសានអត់ឃើញសួរអ្នកសាប់សួរប្រជាជនយើងសួរអត់ដែរឃើញនៅរដូវវស្សាពីខែ6ចុងខែ6ដល់ដើមខែដល់ដើមខែមកដល់បាត់អត់ឃើញទៀតទេចឹងយើងចូលមួយទៀតយើងសង្ស័យមួយទៀតយើងតាមទៅរកក្នុងស្រែពកឡើងទៅលើក្នុងស្រែពកពេលហ្នឹងយើងជួបប្រទេសតែសារយើងមានអ្នកនេសាទតិចជាមួយយើងរីមកយើងចាប់បានត្រីអស់តែធំវាពូវាមើលឃើញកពេញបន្តពូពងដល់កម្រិតមួយខែកម្រិតទី4ទី5ចិត្តដល់ពីបងកូនក្នុងខែ7ខែ8នេះខែពិសេសខែ8ផងនៅពេលហ្នឹងបើយើងរងចាំមើលទៀតយើងថាតើវាពងកូនវាមិននៅពេលហ្នឹងក្នុងខែ8មានភ្លៀងធ្លាក់ខ្លាំងគឺពិសេសនៅក្រោយពេលកាយរដូវប្រាំងក្នុងរដូវវស្សាមានកូនរដូវប្រាំងទូចមួយផុតកូនរដូវប្រាំងហ្នឹងគឺភ្លៀងចាប់ហូរខ្លាំងមកអញ្ចឹងអាតាមអូនានាដែលអូទូចដែលវាធ្លាក់ចូលមកក្នុងស្រែពោណាបាទលេស្រែពោហ្នឹងគឺយើងឃើញកូនត្រីចេញមកកូនត្រីទូចយើងអត់ត្រីអីយើងបានយកវាមកទុកមួយរយៈឲ្យវាធំបានបន្តិចទៅយើងដាក់វានៅក្នុងធម្មជាតិឲ្យធំទៀតបានយើងមកកូនត្រីប៉ាស៊ីអញ្ចឹងការសន្និដ្ឋានរបស់យើងថាត្រីទាំងអស់គឺវាឡើងទៅពងកូនតាមអូនានាដែលវានៅពេលហូបភ្លៀងហូបខ្លាំងវាឡើងទៅពងអញ្ចឹងបាទនេះគឺខ្ញុំសូមលើកឡើងប៉ុណ្្នឹងសិនឲ្យមានការឆ្ងល់សួរទៀតចា៎បាទខ្ញុំមានចម្ងល់តកតងជាមួយនឹងរសជាតិព្រោះខ្ញុំបានភ្លក់រសជាតិរបស់វាឃើញថាត្រីនេះមានលក្ខណៈពិសេសជាងត្រីទឹកសាបធម្មតាតកតងជាមួយនឹងខ្លាញ់ខ្ញុំបានយកមកស្ងោរជ្រក់ឃើញថាវាមានរសជាតិឆ្ងាញ់មែនទែនតើអារសជាតិឆ្ងាញ់របស់ត្រីប៉ាស៊ីអ៊ីនេះវាតេតិនជាមួយនឹងការរស់នៅឬក៏ទីកន្លែងរស់នៅរបស់ត្រីនឹងអត់ដែរទេតែរសជាតិរបស់ត្រីគឺសំខាន់វាតេតូនចំណីវិស៊ីចំណីវិស៊ីធម្មតាត្រីដែលវិស៊ីប្លង់តុងវាអត់សូវឆ្ងាញ់ទេបើត្រីហៅ herbivorous ត្រីហៅតាដាក់សៃសត្វហ្នឹងគឺថាវាបើវិស៊ីទៅប្លង់តុងទេអត់ឆ្ងាញ់ទេដូចត្រីខ្លះយើងឃើញដូចជាត្រីដែលស៊ីប្លង់តុងហ្នឹងយើងឃើញវាអត់សូវឆ្ងាញ់វាអត់ទៅខាងតត្រីស៊ីចម្រុះដូចត្រីឆ្ពិនវាស៊ីចម្រុះវាស៊ីលីប្លង់តុងវាស៊ីអាកាសសំណល់កតិកទីនៅបាតដីបាតអីវាស៊ីចលៀនស៊ីអីហ្នឹងវាមានរសជាតិឆ្ងាញ់គួរសមណាត្រីខ្លះដែលវាស៊ីប្លង់តុងសុខអត់ឆ្ងាញ់ទេត្រីប៉ាស៊ីអ៊ីនេះវាស៊ីប្លង់តុងសុខដែរវាជាតនេសាទដែរក៏ herbivorous ដែរប៉ុន្តែវាស៊ីចំណីមួយយ៉ាងពិសេសចឹងវាតាក់ទងការរស់នៅរបស់វាបាទគឺត្រីហ្នឹងវាស៊ីអាស្លែហ្នឹងគឺថាវាបាត់អាថ្មអញ្ចឹងមានស្លែដងគឺខែស្លែហ្នឹងឈ្មោះថាស្លែ periphyton គឺអាស្លែដែលវាមានប្រូតអ៊ីនខ្ពស់ណាស់ពោះវាដុះនៅតែកន្លែងទឹកថ្លាទេបើកន្លែងណាដែលមានទឹកល្អគឺត្រីអាហ្នឹងងាប់ស្លែងាប់អត់រស់ទេដូចយើងទៅលេងមេគង្គអីចឹងកាលណាទឹកល្អមកវាអត់សូវមានទេស្លែអត់ងាប់អស់ហើយដល់ទឹកថ្លាបានយើងទៅរកស្រាវជាស្លែហ្នឹងឃើញមានមិនច្រើនទេប៉ុន្តែយើងពេលដែលយើងចូលទៅដល់ស្រែពកយើងឃើញស្លែច្រើនព្រោះទឹកកន្លែងនោះរដូវប្រាំងតែទន្លេមេគង្គល្អខ្លាំងនៅនោះគឺយើងឃើញនៅមើលដូចថាល្អតិចមែនតើដែលយើងវាស់មើលអាជាតិល្អអាតាមវាល្អគឺទៀបតិចមែនតើសឹងដល់ដូចថ្លាអញ្ចឹងប៉ុន្តែវាមិនថ្លាដូចរដូវប្រាំងនេះគឺអានឹងនៅគឺកន្លែងក្នុងទន្លេសេពកហើយទន្លេសេពកគឺដានវាកែ100គីឡូសិតដានពីក្រោមបាតទន្លេសិតថ្មទាំងអស់ហើយថ្មដុំអញ្ចឹងទៅបានត្រីនោះទៅគុំស៊ីចំណីនៅក្នុងអញ្ចឹងមកត្រីប៉ាស៊ីអ៊ីនៅពេលដែលវាចេញមកវិញដោយសារវាស៊ីពេលហ្វៃតុនហ្នឹងខ្លាញ់ពោះរបស់វាពណ៌បៃតងខ្ចីមកពណ៌យើងហៅថាខ្លះថាពណ៌លឿងខ្លះបៃតងខ្ចីវាប្លែកហ្នឹងគឺយើងយកមកពេលគឺរសជាតិវាឆ្ងាញ់ណាស់ព្រោះត្រីប៉ាស៊ីអ៊ីដែលឆ្ងាញ់គឺចាប់ពីខែមកដណ្ដប់បាទពេលយើងចាប់បានមានខែមកដណ្ដប់2ដណ្ដប់ខែ1
khai pi là chọc đèn chẳng hạn trong khai pi tới đèn chẳng hạn đại sao pi nó khánh với vẻ của pi về mùa ruộng nó không tole mình có khánh với vẻ của sọ thòng nào vậy rồi khánh cái bị khánh tệ tệ tiệt chẳng chẳng bị khánh pi nó phần đầu ruộng chết tới ta đại sa periphyton nó sa tiệt protein khánh cho nó sạch đi với chẳng pi không ai nhầm tray nó mới chậm tray rồi đó rồi đây prang mấy phần cổ viên nó khánh trên tray rồi tệ tiệt đại sao bị miền sa tiệt nó phần khánh với lên khánh được bị muốn đây vừa vừa hiện của sọ của nhớ nè bị miền này chẳng phải lúc phụแต่ต้องอยู่มวยนั่งรูเจียดบอกเวียบอกใครแต่ปีรูเจียดอยู่บ่ยมเราติงบ่บะเราติงเป็นแต่ติงสังตมันตอนเกเมียนประมาณคือออกปานนั้นใครแต่ปีรูเจียดงานเตอเวียนเมียนផ្ដល់អត្ថប្រយោជន៍អីខ្លះដែរសម្រាប់អ្នកទទួលទានបានជាឃើញប្រជាជនមកទីបងឲ្យតែមានត្រីហ្នឹងគឺមិនដែលសល់ទេ nhóm vậy mùi lực lượng chụp lại nắng cái là dương phần hai bị đớm bờ pi sùng cung chặt vì sùng mạnh muốn máu cái thà tray ba ý chỉ tray ngầu ត្រីប្រស្មា mà រ sẽ đây là ngầu sẽ thoại là lại vụ cánh nè nhận á បាទបាទ vẫn bị chậm chán cứ nè để cứ một hộp thoại sẽ lại bình chứng cứ cái vô ta pu kia thì vô lại pu lại ngăn nên អូ ở khanh biết nhưng mà bạn sai chứ tao bây giờ cho omega khả na đi dùng cá bị ai omega pu đấy nhưng ở đằng này បាទបាទ và đôi tay chlam nó omega bao tay chlam khanh pu tay chlam được o những cái lượng bấy đón lượng omega bao tay salmon nè chẳng hạn như omega biết chứ bạn sai chứ anh បាទបាទបាទ bởi miếng đại chúng ní bắt đầu lấy o tray ba đấy bạn em mà sai kiểu bởi vì nơi chẳng chứ bị ai sai chứ anh dùng cá cái omega lượng cái đọt đòn lượng salmon đấy chứ là đằng này បាទ cũng chẳng hạn đi nên như bảo vô bạn vấn đề là sốc này lại nơi vườn khăm là sốc nơi vườn khăm qua ta thấy cái ớt hấu ấy cái chương cho cũng thế đâu ớt miếng tầm lấy mà thấy ba sẽ ý nơi vườn khăm ớt tầm lấy thì nơi lại hay để ớt tầm lấy của bên tôi bên này đã tôi bên này bên nó rồi đây prang thì đây cho tới buộc lại cái sọ ớt ngã nhau cho âm chờ đi cái ra cái chặt tôi có thấy ớt miếng tầm lấy mà អូអញ្ចឹង và chẳng á có bị dương kháng dương nít thấy thống việc tây chỉ miên tầm lại phú á បាទបាទ tây chỉ bật ngao gì nữa cả khang lái người ta ăn tây sừng nhẹm thì bỏ trao thì ọp vô đi anh khang vươn khám và lấy đối nữa của đợi đợi mai bàn thay những con họ thông chấp vô tại đây lục bàn thay được gì hỏi bởi tới khang xây cong khang tới xây cong khang từ khang dạy ạt từ nữa mà nó pin năng tới ạt từ nè sọc ta nó hộp bàn đây cáiตัวvô đây pan mình miên tầm lại gì tới đôi chạy cái đi ai chẳng là nghe chẳng thì miên tầm lại tại tại nó không sọc dương mà nhung thản đôi chạy chiết chẳng đại thản tray những việc ao việc phần hai là quay để sao chứ không vì bị xét cứ nó không khai sơn tray này បាទ họ chốt khai cái việc chốt thẩm tập trung tối khai cái chế thì tầm khai mà các oi lại với nhau họ tới buôn nó bán đi tray xây cái nhỏ thì họ đi tray ba một quý gọi mấy chốt thực hồn này họ để cho oi trầm sạch các nó mỏng tức chua trong cái đó cứ phải làm từ mình hỏi bên nơi bờ ba sĩ ở trong sóc bờ tray ba du bị tiệt khơi những băng lệ sao mà đó bên mà chơi nó khơi nguy pin này sóc cái anh một khi đấy chứ để sóc băng lệ ở score ba thì chẳng hạn អូបាទ bà nhưng lực làm bản năng chẳng mà hay bạn nhưng về thà việc chung ngắn như đôi chị việc ngắn thì đại sản chẳng để sao thì xin verify toán nực nóng từ lệ sẽ bộ hỏi bị đau tới như sổ bố nè tầm lấy biết và bị đau để dừng nằm bẹp nhưng phải sắp những từ đó cái đó sinh thể những từ đó phải sắp những từ khi tới đến cái lụa thau đó chám cái sắp cái nơi thau mà cả lỗ mà mới riêng lên mà mới riêng អូ bà បាទ hỏi bà tôi mà cả lỗ pi để pon này là bà tôi mà tên sẵn là kèm hồi vậy chẳng thế còn đó về tây nó mới can tập lẹ tới nó về lại không năm cái còn vốn nhưng mà đó này sọc chặt bàn trái mà bên vì sao hiểu định điều đại ca mua về bố á rồi chẳng nước mình đã khác vô thư phỏ thì nó sống vô thư phỏ អូ hơn đi បាទបាទ ហើយពីដើមខ្ញុំគិតស្ថិតិតាក្នុងមួយឆ្នាំយើងចាប់បានតែ30តោន20 30តោននេះជាទូទៅប៉ុន្តែឆ្នាំហ្នឹងអាចឡើងរហូតដល់50តោននេះចឹងទៅវាសល់ហើយបើគាត់ចាប់បានទូច្រើនទូហ្នឹងគាត់យកធ្វើប្រអប់នៅស្រុកគាត់នឹងយកទេយកធ្វើប្រអប់តែហើយអ្នកយើងនៅពេញក៏អត់ហូបវាទូចឹងណាគេវាថ្លៃផងវាពិបាកដាក់ជូនមកដងយកមកដល់ភ្នំពេញវាថ្លៃចឹងដល់បច្ចុប្បន្ននេះត្រីនឹងកាន់ចាប់ពី99មកវាធ្លាក់ទីដងដល់យើងសិក្សាទៅគឺដោយសារវាប៉ះពាល់មួយកាលហ្នឹងគេធ្វើទំនុកវិរិយនៅខាងវៀតណាមយ៉ាលីហ្នឹងវាធ្វើឲ្យប៉ះពាល់កន្លែង migration ប៉ះប្រូទីកន្លែងនោះមានការដូររបបទឹកក្នុងទន្លេសេសានក៏ដូរដែរអញ្ចឹងវាធ្វើឲ្យត្រីហ្នឹងមានការប្រែប្រួលព្រោះរបបទឹកវាដូរអមតាវាធ្លាប់ទឹកជន់នោះទៅឡើងប្រជាទឹកអញ្ចឹងពេលហ្នឹងទឹកវាអត់ជន់ដល់អញ្ចឹងត្រីហ្នឹងវាលេលើវាមិនដឹងវាខំ adapt ទៅ environment ថ្មី
ទៅរបៀបការរស់នៅថ្មីរបស់វាណាហើយទៅមកដូរបានតិចទៅចេះដូរតទៅទៀតទៅយើងគ្នាចង់វិញទៅអញ្ចឹងបាទហើយមួយទៀតដែលវាធ្វើការហ្នឹងវាធ្លាក់មកសាយពីដល់ពេលឆ្នាំដែលយើងធ្វើវេរីគិសនីនៅសេសានហ្នឹងសេសាន2ហ្នឹងយើងធ្វើវេរីគិសនីហ្នឹងតទៅពេលដែលយើងបិទដាច់ហើយគឺត្រីហ្នឹងអត់បានចូលត្រីប៉ាស៊ីលែងចូលទៅក្នុងទលេស្រែកកបានទៀតទេអស់ហើយចប់ដល់ចប់ចឹងត្រីហ្នឹងរស់នៅតែក្នុងម្ដុំក្រោមមាត់ទំនប់ហ្នឹងនៅក្នុងកន្លែងទឹកថ្លាគួសមហ្នឹងទឹកថ្លាគួសមវានៅបានអញ្ចឹងប៉ុន្តែកន្លែងពងរបស់វាបាក់រោបាទកន្លែងថ្មកន្លែងទឹកដែលវាអមថាវាត្រូវការត្រីនេះវាត្រូវការពងទឹកហូរខ្លាំងវាឡើងប្រចាំទឹកទម្លាក់ពងនៅក្នុងកន្លុកថ្មមកថាថ្ម2 3អញ្ចឹងទឹកវាខូចពូជពីលើអញ្ចឹងវាទម្លាក់ពងទៅហ្នឹងវាបាញ់ស្ពែមមួយមីឈ្មោះនៅក្នុងកន្លុកថ្មហ្នឹងគឺអាត្រីហ្នឹងនៅលើខ្សាច់ក្នុងច្រោះថ្មពីរវាមានខ្សាច់វាពងដាក់លើហ្នឹងអញ្ចឹងកន្លែងរួចទៅដល់វា24ម៉ោងវាញោមបាទព្រោះតែកាលណាសីតុណ្ហភាពត្រឹមតែ23អង្សាក្នុងតែ8 10ម៉ោងវាញោមប៉ុន្តែចង្ការវាអាចបើវាសន្តិភាពពោះជាងហ្នឹងញោមកាន់លឿនអញ្ចឹងបើវាធ្លាក់ក្រោមហ្នឹងវាយឺតអอกมาដល់វាក្រោម23អង្សាមកនឹង3 10នៅ5នៅ20អីចឹងវាយឺត1ម៉ោង2ម៉ោងគ្រប់គ្នាញាស់អញ្ចឹងវាញាស់ចេញមកដល់វាអត់មានកន្លែងពងកូនលើវាពងរកកន្លែងពងថ្មីរត់មកហើយលើអ្នកសក់ចេះចាប់បានកម្មតិចទៅហើយត្រីហ្នឹងវាអត់ចូលចិត្តជីវិតរបស់វាអត់ត្រូវមួយទឹកល្អឯងទឹកល្អវាគិតចេញបាទដូច្នេះយើងមើលឃើញថាដល់ពេលទលេមេគង្គយើងឲ្យតែខែភាសាទឹកល្អខែប្រាំងមានប៉ុន្តែមិនសម្បូរអាហ្នឹងទេអញ្ចឹងឥឡូវត្រីប៉ាស៊ីអាចមានកន្លែងមួយពងកូនមាននៅកោះស្នែងនឹងមួយទេម្ដុំកោះស្នែងពងកូនបាននៅក្នុងខែប្រាំងទេខែភាសាគឺប្រហែលជាអត់មានពងកូនមកមានឡើងទៅម្ដុំវាឡើងជីកចេញវាទឹកល្អទៅនៅក្រោមគេវារីទីស៊ីវាលាក់ទឹកមកណានឹងអាចទៅនៅម្ដុំតែវាទៅរស់នៅចឹងចឹងដែលជាយើងគិតថាយើងចង់ធ្វើការអភិរក្សក៏ពិបាកដែរឥឡូវហ្នឹងព្រោះវាដូរអស់ហើយស្អីក៏វាដូរអស់ហើយណាកាលយើងរកឃើញហើយប៉ុន្តែឥឡូវស្អីវាដូរអស់ហើយប្រព័ន្ធដោយសារការអភិវឌ្ឍរបស់យើងតាមលឿនទៅវាដូរអស់ហើយចឹងយើងត្រីប៉ាស៊ីនេះចំពោះខ្ញុំគិតថាយើងមិនដឹងថាអភិរក្សតាមធម្មជាតិមិនទៀតទេយើងអត់និយាយទៅការនេះប៉ុន្តែយើងយកវាមកភ្ញាស់សិប្បនិមិត្តយើងធ្វើបានប៉ុន្តែកន្លែងដែលវាស៊ីចំណីយើងបង្កើតចំណី periphyton ឲ្យវាអត់បានហើយកន្លែងហ្នឹងនៅតំបន់ថ្មវាអាចធ្វើឆ្នៃប្រឌិតបានប៉ុន្តែperiphyton វាទៀងជាស្ថានភាពធម្មជាតិមួយដែលឲ្យស្លែនឹងកើតឡើងបានវាទីការស្រាវជ្រាវតទៀតបើមិនតើស្រាវជ្រាវមួយចំណាយពេលយូរពេកអស់លុយច្រើនអញ្ចឹងគេមិនបាច់ធ្វើទេអានឹងអញ្ចឹងហើយតើយើងដឹងចោះថាត្រីប៉ាស៊ីជាត្រីមួយពិសេសរបស់ខ្មែរយើងបាទឥឡូវវាកាន់តែថយទៅធ្វើមិនដែលសារការអភិវឌ្ឍមានឈានទៅមុខអញ្ចឹងទេបាទចឹងមានន័យថាត្រីនេះវាអាចនឹងប្រឈមនឹងការបាត់បង់ហើយទៅពេលខាងមុខចឹងហើយបានត្រីវាបច្ចុប្បន្ននេះឃើញថាមានមួយហើយតម្លៃនោះក៏ថ្លៃខ្លាំងមែនតើដែរតម្រងតអ្នកបានទិញយកមកបរិភោគចឹងលោកពូមានចំណាប់អារម្មណ៍អីតើតើជាមួយនឹងត្រីប៉ាស៊ីជាចុងក្រោយតើនៅខ្ញុំមានយើងជាអ្នកវិទ្យាសាស្ត្រតើប៉ុណ្ណឹងយើងមានការសោកស្ដាយព្រោះខ្ញុំស្រឡាញ់ធម្មជាតិវាចេះធម្មជាតិប៉ុន្តែការអភិវឌ្ឍវាជាមួយទៀតតែការអភិវឌ្ឍវាឈានទៅមុខហ្នឹងអញ្ចឹងណាប៉ុន្តែយើងអត់បានគេថាបើសិនជាយើងធ្វើការស្រាវជ្រាវដើម្បីអភិរក្សហ្នឹងដើម្បីយើងទុកវាក្នុងធម្មជាតិចំណាយលុយច្រើនណាស់បាទព្រោះតើទីមួយទៅធ្វើម៉េចបង្កើត periphyton ឲ្យបានចឹងយើងទៅសិក្សាស្រាវជ្រាវស៊ីរើទៅឆ្ងាយទៀតយើងអស់លុយច្រើនហើយមានអ្នកឲ្យលុយយើងនេះខ្ញុំសិក្សាស្រាវនេះខ្ញុំគ្មានអ្នកណាឲ្យលុយទេបានទៅសិក្សាថាស្រាវជ្រាវហ្នឹងខ្ញុំរយៈខ្ញុំធ្វើជាកំណាក់កាលមួយម្ដងធ្វើ2ឆ្នាំក៏បើធ្វើជាធ្វើបណ្ដែតយើងមានពេលឲ្យពេលចុះយើងធ្វើការបន្តិចទៅឆ្លៀតទៅធ្វើការរឿងហ្នឹងទៅស្រាវជ្រាវរឿងត្រីប៉ាស៊ីហ្នឹងចឹងដោយសារខ្ញុំចង់ដោះស្រាយចម្ងល់ខ្លួនខ្ញុំនេះបាទទីមួយចង់ដោះស្រាយថាមិនបើប៉ាស៊ីវិញអញ្ចឹងមកវាខុសគេអញ្ចឹងមិនវាអត់ព្រមចូលមកក្រោមគេចូលមកឲ្យវាអត់មកវានៅតែលឺអញ្ចឹងនឹងចិត្តចង់ដឹងអាហ្នឹងឯងបានស្រាវជ្រាវទៅកើតហ្នឹងក៏នឹកឃើញទៅសេជាឯកសារទៅបាទប៉ុណ្្នឹងទេហើយសំណូមពរថានេះជាការផ្សព្វបង្ហាញពីចំណេះដឹងជាទូទៅជូនដល់ទូទាំងដល់ប្រជាជនយើងអស់ឲ្យដឹងថាត្រីប៉ាស៊ីជីវិតវាអញ្ចឹងបាទហើយ
ខ្ញុំនិយាយណាខ្ញុំនិយាយសឹងតែអស់ហើយខ្ញុំនិយាយសឹងអស់ហើយព្រោះថានិយាយខ្លីៗសាមញ្ញទេព្រោះការស្រាវជ្រាវវាច្រើនដល់លេខច្រើនប៉ុន្តែយើងមិនអាចយកនិយាយអស់យើងនិយាយអាសាមញ្ញវាអញ្ចឹងតែប៉ុណ្្នឹងទេហើយងាយយល់ សូមទាញត្រឡប់ទៅក្រោយបន្តិចដោយសារលោកពូបានមានប្រសាសន៍តទៅជាមួយនឹងត្រីប៉ាវ៉ាហើយខ្ញុំនេះក៏កំពុងតែមើលឯកសារលោកពូតទៅមួយត្រីប៉ាវ៉ាដែរហើយក៏បានស្រាវជ្រាវមួយចំនួននៅលើអ៊ីនធឺណិតបានឃើញត្រីប៉ាវ៉ាហ្នឹងហើយក៏មានគម្រោងចង់ទិញត្រីប៉ាវ៉ាហ្នឹងយកមកសាកល្បងដើម្បីថតជូនទស្សនិកជនហើយនឹងធ្វើការបង្ហាញពីត្រីប៉ាវ៉ានេះទៅដល់បងប្អូនទស្សនិកជនពីព្រោះត្រីប៉ាវ៉ានេះបើតាមខ្ញុំដឹងទូទៅវាក៏ជាត្រីប្រភេទលេខ2ដែរបន្ទាប់ពីត្រីប៉ាស៊ីអ៊ីនៅខាងខេត្តស្ទឹងត្រែងអញ្ចឹងបើមានពេលក្រោយលោកពូអាចអញ្ជើញចូលរួមនៅក្នុងស្ទូឌីយោបច្ចៈដើម្បីជួយចែករំលែកតទៅជាមួយនឹងត្រីបាទយើងអាចនិយាយពេលនឹងបន្តិចដែរព្រោះខ្ញុំមិនបានស្រាវជ្រាវស៊ីជម្រៅត្រីប៉ាវ៉ាមុខ2អូបាទប៉ាវ៉ាមុខ1យើងធ្វើប៉ុន្តែប៉ាវ៉ាមួយអត់សូវមានតម្លៃទេយើងអាចវាចូលទៅវាថ្នាក់ទី3ទេណាបើយើងនិយាយបាទប៉ុន្តែប៉ាវ៉ាមុខ2វាថ្នាក់ទី2ឬក៏ថ្នាក់សឹងតែលេខ1ប្រហែលប៉ាស៊ីអ៊ីបាទប៉ុន្តែត្រីហ្នឹងដោយសារត្រីហ្នឹងវាស៊ីចំណេះអត់ជំរឿទេអត់រឹសដូចអាប៉ាស៊ីអ៊ីទេវាស៊ីចំណេះចម្រុះវាស៊ីអីក៏ស៊ីដែរអញ្ចឹងយើងឃើញគេចាប់បានលោដល់30គីឡូ30គីឡូអាយុវា30ឆ្នាំអូបាទអញ្ចឹងបានគេថាវារស់នៅកន្លែងទឹកជ្រៅលំជ្រៅវាទៅពួនស្ងំក្នុងលំជ្រៅដែលគេចាប់វាអត់សូវបានទេអញ្ចឹងបាទពិសេសនៅក្នុងតាមដងទន្លេទន្លេមេគង្គយើងមានលំជ្រៅច្រើនហើយដែលគាត់អាចស្ងំបានហើយអាចរួចខ្លួនប៉ុន្តែឥឡូវគេតាមចាប់តអស់ហើយឥឡូវខ្ញុំឃើញថ្ងៃបែបខ្ញុំកន្លះឆ្នាំមុនគេចាប់បាន30គីឡូគេបាទគេចាប់បានហើយយើងក៏ចែកទិញពីគេយកមកប៉ុន្តែគេវាពុះអស់ហើយបាទយើងអត់យើងស្រាវជ្រាវកើតទៀតព្រោះអ្នកគេដឹងអ្នកឥឡូវអ្នកដែលលក់ស៊ីត្រីគាត់ថាទុកពោះវាស្អុយវាបាក់ថែទាំគេដាក់ហ្នឹងបានគេយកបកកទៅអញ្ចឹងវាអស់ពោះអស់អីអស់អញ្ចឹងយើងស្រាវជ្រាវអត់កើតទេអញ្ចឹងវាមានការពិបាកទេមិនយើងថាចង់ស្រាវជ្រាវវាសភាពការវាដូរអស់ណាបាទហ្នឹងហើយគ្មានហ្វមគ្មានលុយដែលគេផ្ដល់ឲ្យយើងសម្រាប់ស្រាវជ្រាវគេឲ្យលុយមិនចេះទៅធ្វើឲ្យអត់មានលុយយើងធ្វើមិនកើតព្រោះនេះចំណាយលុយច្រើនណាស្រាវជ្រាវដូចចិត្តខ្ញុំចង់ប៉ាស្អ៊ីទេខ្ញុំធ្វើបានដោយសារឆ្លៀតពេលបានទៅស្រាវជ្រាវរឿងត្រីប្រាស្រាវជ្រាវរឿងអីផ្សេងគេឲ្យលុយយើងគេមានជំនួយមកផ្ដល់ឲ្យយើងស្រាវជ្រាវយើងឆ្លៀតទៅធ្វើថែមជុតថែម2 3មុខទៀតនោះគេឲ្យធ្វើតែរឿងនេះមួយធ្វើរឿងផ្សោតមួយយើងឆ្លៀតទៅធ្វើអីរឿងច្រើនតទៀតអញ្ចឹងការស្រាវជ្រាវមានការពិបាកហើយខ្ញុំតើនិយាយតែត្រីប៉ាវ៉ាហ្នឹងវាស៊ីចំណៃអត់ឬទេវាស៊ីច្រើនប៉ុន្តែវាពូវា herbivore ដែរតានេះសត្វជាសត្វស៊ីស្មៅស៊ីស្រាយដែរដូចគ្នាអញ្ចឹងប៉ុន្តែអាប៉ាវ៉ាមុខ2នេះគឺត្រីវាល្អផងមុខវាស្អាតគេខ្ញុំខុសគេអញ្ចឹងហើយវាធំលោដល់30គីឡូនេះយើងប្រទះឃើញបាទហើយអាយុជីវិតត្រីហ្នឹងគឺថាអ្នកខ្លះសួរខ្ញុំថាជួត្រីអាយុប៉ុន្មានខ្ញុំថាការអាយុវានឹងយើងពិបាកកំណត់ណាបើកំណត់ទៅអាត្រីដែលគេចាប់បានទេអញ្ចឹងពេលគេចាប់បានវាស្លាប់ហើយអញ្ចឹងបើគេចាប់បានដល់30គីឡូបានត្រីវាស្លាប់ដល់អាយុ30ឆ្នាំមើលអាយុវានឹងមើលសកាវាអីហ្នឹងដឹងថាវា30ឆ្នាំបានដែរអញ្ចឹងវារស់នៅបាន30ឆ្នាំបើពីមុនកាលពីមុនហ្នឹងមកគេចាប់បានត្រឹម20គីឡូទេគេមើលទៅអូអានេះរស់បានត្រឹម8 10ឆ្នាំទេណាយើងពេលហ្នឹងដល់ពេលមួយយើងចាប់បានធំយើងនឹងទៀតយើងអញ្ចឹងណាបើយើងចាប់បានធំពីដើមមកថាធំអស់បើយើងមាន record ដូចស្អីគេហៅថាការកត់កំណត់ត្រារបស់ស្អីគេហៅអីគីណេគីណេបើយើងអត់បានបញ្ចូលអាហ្នឹងសំខាន់ស្ថាប័នជំនាញណាគាត់បានបញ្ចូលទៅពួកខ្ញុំជាឯកជនហ្នឹងពិបាកនិយាយដែរយើងជាអ្នកហៅថា freelance ស្រាវជ្រាវ freelance ហ្នឹងបើខ្ញុំមុនខ្ញុំធ្វើការនៅជលផលអញ្ចឹងយើងបញ្ចូលឲ្យបានអញ្ចឹងណាបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណលោកពូដែលបានចំណាយពេលដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីប្រជែករបស់ Grid Motion Media ហើយខ្ញុំក៏សង្ឃឹមថាបងប្អូនទស្សនិកជនដែលបានទស្សនាវីដេអូនេះនៅលើ page Grid Motion នឹងទទួលបានចំណេះដឹងក៏ដូចជាការចងចាំទាក់ទងជាមួយនឹងសម្បត្តិធម្មជាតិដ៏មានតម្លៃដែលមាននៅលើតែទឹកដីប្រទេសកម្ពុជាយើងតែមួយគត់ហើយបើទោះបីជាថ្ងៃខាងមុខវាអាចនឹងបាត់បង់យ៉ាងណាក្តីក៏វាជាការចងចាំមួយថាយើងក៏ធ្លាប់មានត្រីប៉ាស៊ីអ៊ីដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាហើយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងអញ្ជើញលោកពូមកចូលរួមម្ដងទៀតតាក់ទងជាមួយនឹងផ្សោតព្រោះលោកពូក៏មានការស្រាវជ្រាវតាក់ទងជាមួយនឹងផ្សោតហើយក៏ធ្លាប់ជាប្រធានស្រាវជ្រាវតាក់ទងជាមួយនឹងផ្សោតកម្ពុជានេះផងដែរអញ្ចឹងក៏សូមអរគុណហើយនឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទ